បាទសួស្តីបងប្អូនអ្នកគ្នាមានបងប្អូនណាខ្លះដែលចង់ឆែកមើលនៅក្នុង page របស់យើងថា page របស់យើងហ្នឹងមានជាប់ការព្រមានឬក៏ជាប់ copyright លើវីដេអូដែរឬទេបើសិនជាបងប្អូនចង់បាទដឹងពីការរបៀបឆែកមើលបងប្អូនអាចទស្សនាវីដេអូនេះជាមួយខ្ញុំបានឥឡូវខ្ញុំចុចចូលកម្មវិធី Facebook របស់ខ្ញុំបន្ទាប់មកវាលោតមកផ្ទាំងបែបនេះបងប្អូនមើលខាងលើនេះវាមានត្រេ3ឬក៏រូប profile របស់យើងបងប្អូនណាបងប្អូនចុចចូលឡើងហ្នឹងមកបន្ទាប់មកបងប្អូនអូសscrollឡើងលើបងប្អូនចុចពាក្យថា Help and Support ចុចចូលកន្លែងសូមសម្បត្តិនេះបងប្អូនណាហ្នឹងហើយ Support បងប្អូននេះមើលប្រឌិតមើលបងប្អូនណាហ្នឹងហើយចុចចូលមកហើយបងប្អូនចុចចូលពាក្យថា Support Inbox ចាំបងប្អូនចុចបាទចូលទីនេះបងប្អូនវាមាន2ចំណុចបងប្អូនដែលយើងត្រូវពិនិត្យមើលថាតើ page របស់យើងមានជាប់ copyright ដែរឬទេបងប្អូនចុចពាក្យថា Your Alert នេះបងប្អូនណាចុចចូលបងប្អូនពេលដែលឃើញលោតចេញពណ៌បៃតងបែបនេះហើយគឺ page របស់យើងអត់មានជាប់ copyright ទេបើសិនជាអត់ឃើញលោតពណ៌បៃតងទេវាចេញជាបែបជាចំណងជើងឬក៏វីដេអូអញ្ចឹងបញ្ជាក់ថាបើ page របស់យើងជាប់ copyright បងប្អូនដោយសារតែ page របស់ខ្ញុំគឺល្អអញ្ចឹងវាដាក់ tick ពណ៌បៃតងបាទអញ្ចឹងបងប្អូនបាទកត់សម្គាល់កន្លែងនេះផងហើយបងប្អូនពិនិត្យមើលកន្លែងនេះទៀតបាទចុចមើលកន្លែងហ្នឹងមកបាទឃើញទេបងប្អូនណាអញ្ចឹង page របស់យើងស្អាតហើយបាទល្អអត់មានជាប់ copyright ទេបងប្អូនចុចចេញមកវិញយើងទៅមួយចំណុចទៀតបាទបងប្អូនចុចចេញអស់មកពេលបងប្អូនចុចចេញមកវិញហើយវាលោតនៅផ្ទាំងបែបនេះបងប្អូនណានេះឃើញទេបាទអញ្ចឹងបងប្អូននេះចុចចូលបាទទីនេះមកបាទហើយបងប្អូនយកកន្លែងនេះបាទកន្លែងត្រេ3នេះចុចចូលបងប្អូនពិនិត្យមើលបាទ page បងប្អូនបាទនេះបាទ page starter នេះបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនចុចចូលមកតែ page របស់យើងល្អឬក៏អត់បងប្អូននេះឃើញទេបាទ page របស់យើងគឺល្អបងប្អូនណាពេលដែលចេញ tick ពណ៌បៃតងបែបនេះបើសិនជាចេញពណ៌លឿងឬក៏ពណ៌ក្រហមគឺ page របស់យើងគឺមានបញ្ហាបងប្អូនណាហ្នឹងហើយបើសិនជាចេញពណ៌ក្រហមគឺមានកម្រិតបញ្ហាធ្ងន់ធ្ងរបើសិនជាចេញពណ៌លឿងបាទកម្រិតធ្ងន់ធ្ងរមធ្យមបងប្អូនណាហ្នឹងហើយកដាលបាទបើចេញគ្រីសពណ៌ខៀវបែបនេះគឺល្អហើយ page របស់យើងបាទគឺល្អមែនតើបាទអញ្ចឹងបងប្អូនអាចចូល check មើលបាទ page recommend បានបងប្អូនចុចចូលកន្លែងនេះក៏បានឬក៏បងប្អូនបាទចុចចូលកន្លែងបាទមួយទៀតក៏បានដែរអញ្ចឹងចាំខ្ញុំទៅបង្ហាញបងប្អូនបាទនេះ page recommend បងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនមើលកន្លែងនេះមកបាទពេលដែលលោតបែបនេះគឺបាទ recommend page របស់យើងគឺល្អបាទអញ្ចឹងបងប្អូនចុចចេញមកវិញខ្ញុំបាទទៅបង្ហាញនៅកន្លែង page recommend មួយទៀតបាទអញ្ចឹងនេះយើងចុចចូលកន្លែងនេះបាទ professional dashboard នេះមកបាទហ្នឹងហើយហើយបងប្អូននេះចុចចូលកន្លែងនេះហើយឈ្មោះ page profile របស់យើងហ្នឹងនេះបងប្អូនណាហើយបងប្អូនកន្លែងមើលកន្លែងនេះបាទហ្នឹងកន្លែងបាទ page recommend ណាបងប្អូនណាចូលបងប្អូនចុចចូលបាទនេះបងប្អូនពេលដែលចេញរូបបែបនេះបាទរូប page recommend របស់យើងចេញមកមានផ្កាយ7បែបនេះបងប្អូនណានេះ1 2 3 4 5 6 7បាទបើសិនចេញបែបនេះគឺ page recommend របស់យើងក៏ល្អហើយបងប្អូនណាហ្នឹងហើយបងប្អូនបើសិនជាវាលោតមកចេញវាជាមានពណ៌លឿងលោតកន្លែងនេះបាទលោតខ្វែងអញ្ចឹងណាហ្នឹងហើយឬក៏មានផ្កាយជាប់អីកន្លែងហ្នឹងបាទអត់ឃើញផ្កាយនៅកន្លែងនេះលោតបាត់អស់អញ្ចឹងបាទ page របស់យើងហ្នឹងគឺមានបញ្ហាបងប្អូនអញ្ចឹងបងប្អូនអាចមកឆែកមើលនៅក្នុង page របស់យើងជាប្រចាំខែឬក៏ប្រចាំថ្ងៃបានបងប្អូនណាហ្នឹងហើយអរគុណសម្រាប់ការតាមដានវីដេអូមួយនេះបងប្អូនកុំភ្លេចជួយចែកម្លែកអ្នកមួយផងដើម្បីបានវីដេអូថ្មីៗបន្តទៀតបាទ